សួស្តីបងឥឡូវហ្នឹងខ្ញុំចង់មកប្រាប់បងពីរបៀបធ្វើគ្រីមឈីសយើងប្រើជាមួយនឹងម្សៅគ្រីមឈីសរបស់វៀតណាមវិញណាលើកមុនខ្ញុំធ្លាប់ធ្វើវីដេអូជាប្រភេទគ្រីមឈីសដែរតែរបស់ចិនណាបងជាប្រភេទមកប៊ីនប៉ាឥឡូវហ្នឹងខ្ញុំមកshowបងពីរបៀបធ្វើគ្រីមឈីសរបស់វៀតណាមវិញតែខ្ញុំប្រើបងអាចធ្វើតាមរូបមន្តក្នុងកញ្ចប់គេហ្នឹងគេមានដាក់ឲ្យស្រាប់ហើយតែនេះជារូបមន្តរបស់ខ្ញុំពីច្រើនខ្ញុំប្រើគ្រីមឈីសលាយជាមួយនឹងម្សៅ VP គ្រីមអញ្ចឹងណាបងវាកាន់តែខ្ទិះជាងមុនណាតែគ្រាន់តែយើងចាយដើមច្រើនជាងមុនបន្តិចណាបងតែឆ្ងាញ់អញ្ចឹងបងអាចមើលទៅក្នុងវីដេអូនេះបានយើងប្រើជាមួយនឹងម្សៅគ្រីមឈីស20ក្រាមជាមួយនឹងម្សៅ VP គ្រីមបងម៉ាក់ណាក៏បានដែរគឺយើងប្រើ10ក្រាមអញ្ចឹងវាស្មើនឹង30ក្រាមហើយសម្រាប់ទៅដោះគោស្រស់ខ្ញុំប្រើ40 ml ណាហើយបងជួយលួចថែមទៅដោះគោខាប់10 ml ទៅលើនឹងទៀតជាមួយនឹងអំបិលបញ្ចប់ទៅដើម្បីឲ្យវាកាន់តែមុតល្អហើយបងវាយកូរវាទៅរបៀបថាបងបើសិនជាបងដាក់ត្រាំទឹកកកទៅវាកាន់តែត្រជាក់ខ្លាំងអានឹងគ្រីមរបស់យើងកាន់តែ smooth អញ្ចឹងណាបងហើយសម្រាប់គ្រីមឈីសនេះបងអាចយកទៅ topping ជាមួយនឹងភេសជ្ជៈអីក៏បានដែរជាពិសេសជាមួយនឹងកាហ្វេជាមួយនឹងតែបៃតងម៉ាឆាអីក៏ឆ្ងាញ់ដែរបងហើយបើសិនជានេះបងអាចដូចខ្ញុំសាកយកទៅ topping ជាមួយនឹងតែប៉េះរបស់បងគឺតែម្លិះផ្លែប៉េះហ្នឹងខ្ញុំដាក់ topping ជាមួយនឹងម្សៅគ្រីមជាមួយនឹងគ្រីមឈីសហ្នឹងវាឆ្ងាញ់ម្យ៉ាងគឺវាខ្ទិះជាងមុនអញ្ចឹងណាបងអាចសាក់លបងធ្វើបានណាតែសម្រាប់រូបមន្តនេះគឺខ្ញុំធ្វើលក្ខណៈថាខ្ញុំច្នៃខ្លួនឯងថែមខ្លួនឯងដើម្បីឲ្យកាន់តែខ្ទិះបងបើសិនជាបងអត់ចង់ធ្វើតាមទេបងអាចធ្វើតាមរូបមន្តក្នុងកញ្ចប់ហ្នឹងក៏បានដែរណាបងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូបងកុំភ្លេចជួយ like និង share subscribe channel YouTube របស់ខ្ញុំម្នាក់មួយអរគុណបងហើយសម្រាប់បងចង់មកតេស្តរសជាតិភេសជ្ជៈខ្ញុំអីខ្ញុំមានទីតាំងនៅម្ដុំផ្លូវ92ចិត្ត Eon 2អញ្ចឹងណាបងអរគុណច្រើនបងបាយបាយ